4បាទនៅក្នុងពីរវ័នបាទការប្រកួតបាទ Pre-season Cup បាទឆ្នាំ2026បាទអញ្ចឹង Geylang International បាទជាក្រុមបាទដែលមកពីលីកកំពូលបាទនៃប្រទេសសិង្ហបុរីបាទប៉ះជាមួយនឹងក្រុមបាល់ទាត់ប្រកាន់យុទ្ធស្វ័យរៀងបាទគឺជាក្រុមជើងឯកបាទនៃលីកកំពូលកម្ពុជារបស់យើងបាទចាប់ផ្ដើមការប្រកួតដំបូងបាទគឺបាល់កែចេញពីជើងបាទរបស់ក្រុមបាល់ទាត់ Geylang បាទមានឯកសណ្ឋានពណ៌បៃតងបាទហើយស្វ័យរៀងបាទគឺឯកសណ្ឋានពណ៌ខៀវបាទនៅក្នុងវគ្គទី1នេះបាទចំណុចត្រង់នេះហើយបាទដែលជាការរកគ្រាប់បាល់បានបាទរបស់កីឡាករ Johannes Tataroti បាទជាអ្នកទាត់បាល់បញ្ចូលទីបានសម្រេចបាទនៅនាទីទី22ឲ្យប្រេខាន់រីស្វ័យរៀងបាទនាំមុខមួយគ្រាប់មុនបាទទៅលើ Geylang International បាទជាការបញ្ជូនបាទពី Mendes បាទបំរុងទៅឲ្យពេលប្រាខ្វាមេបាទប៉ុន្តែបាល់នេះបាទពេលប្រាខ្វាមេរំខានបាទដោយខ្សែការពារដូច្នេះបាទក៏ធ្លាញមកដល់ Tataroti បាទជែងជាមួយនឹងខ្សែការពារបាទហើយសល់ឱកាសបាទអេឡង់គ្រប់គ្រាន់ក្នុងការសុទ្ធបាទសម្ដៅទីបញ្ចូលបានមួយគ្រាប់មុនបាទមិនទាន់អស់នៅឡើយទេបាទឱកាសផ្សេងទៀតបាទរបស់ស្វាយត្រៀងត្រង់នេះបាទដោយការប៉ះរបស់តាតារូទីបាទមកឲ្យពេលប្រាខ្វាមេបាទទាត់មួយជ្រឿងមុខទីប៉ុន្តែហើបាទឡើងទៅខាងលើបាទមិនចំគោលដៅទេបាទការប៉ុនប៉ងរកគ្រាប់បាល់បាទរបស់ពេលប្រាខ្វាមេបាទនៅមុខទីគៀកមែនទែនបាទហើយក៏សុទ្ធបាទឡើងទៅខាងលើបាទមិនទាន់អស់ឱកាសទេបាទនៅក្នុងវគ្គទី1បាទចំណុចត្រង់នេះបាទ Mendes ជាថ្មីម្ដងទៀតបាទលើកមកពេលប្រាខ្វាមេរំលងបាទតែមិនបានប៉ុន្តែបាទតាតារូទីបាទគឺជាអ្នកដែលស្រោចស្រង់ពីក្រោយបាទគឺតែតបាល់បញ្ចូលទីបានគ្រាប់ទី2បាទឲ្យស្វ័យរៀងនាំមកលើ Geylang International បាទនៅនាទីទី42បាទ2-0នេះបាទគឺស្វ័យរៀងបាទរកបានបាទដោយតាតារូទីបាទទាំង2គ្រាប់តែម្ដងបាទគ្រាប់ទី1ជើងស្ដាំបាទគ្រាប់ទី2បាទការប្រើក្បាលបាទដូច្នេះបាទលទ្ធផល2-0នេះបាទគឺបញ្ចប់បាទនៅក្នុងវគ្គទី1បាទ45នាទីដំបូងបាទបន្តមកដល់វគ្គទី2បាទភារកិច្ច45នាទីបន្ទាប់ទៀតបាទការប្រកួតបាទគឺបាល់កែចេញពីជើងបាទរបស់ស្វ័យរៀងបាទផ្ដើមលេងបាទនៅក្នុងវគ្គទី2ឱកាសមានច្រើនជាហូរហែបាទត្រង់ចំណុចនេះបាទការបញ្ជូនបាទពីស្លាប់ឆ្វេងបាទមិនរតនៈតែពេលប្រាខ្វាមេបាទទាត់មិនចំគោលដៅបាទពេលប្រាខ្វាមេប្រគួតនេះហើយដូចជាមិនមានសំណាងបាទក្នុងការរកគ្រាប់បាល់បញ្ចូលទីបាទទោះបីជាបាល់លើបាល់ក្រោមបាទមានឱកាសសុទ្ធយ៉ាងណាក៏ដោយបាទប៉ុន្តែមិនសម្រេចគ្រាប់បាល់ទេបាទហើយចំណុចនេះហើយបាទជាការធ្វើប្រហែសបាទស៊ឺវិសាលបាទជាមួយនឹងវីរៈតារាបាទប្រចាំគ្នាក្នុងការចូលទៅយកបាល់ធ្វើឲ្យ Razis បាទដេចាន់ឆាបបាល់បាទហើយក៏សិតបញ្ចូលទីបានមួយគ្រាប់បាទតាមពីក្រោយវិញនៅនាទី59បាទយើងទស្សនាការបញ្ជូនមកត្រង់នេះបាទស៊ឺវិសាលអាចយកបាល់បានបាទវីរៈតារាក៏បាទប្រើលបឿនឡើងមកក៏អាចយកបាល់បានប៉ុន្តែបាទវិសាលចាំតារាចាំវិសាលបាល់នេះបាទគឺទុកពេលឲ្យ Razis ដេចាន់បាទមួយជំហរបាទសុទ្ធបាល់បញ្ចូលទីបានសម្រាប់តែម្ដងបាទក្រោមដៃបាទរបស់វីរៈតារាបាទ2-1បាទនាទី59ឱកាសផ្សេងទៀតបាទក៏កើតមានឡើងដែរបាទពីខាងស្វ័យរៀងបាទមានកីឡាករចំណូលថ្មីបាទ Breno បាទកីឡាករផ្សេងទៀតបាទនាំលេងបាទនៅក្នុងប្រអប់បាទការទាត់មួយជើងត្រង់នេះបាទគឺមិនចំគោលដៅទេបាទ free kick បាទរបស់ខាង Geylang បាទត្រង់ចំណុចនេះបាទក៏គៀកដែរបាទប៉ុន្តែបាទគឺនៅតែមិនអាចបាទរកគ្រាប់បាល់ទី2បានបាទការបោះយ៉ាងស្អាតបាទការតែតមកបាទវីរៈតារាក៏ដោលបាល់នេះផុតបាទគឺរក្សាសម្លាញ់ទីបាទចុងក្រោយបាទគឺមិនមានគ្រាប់បាល់កើតឡើងទេបាទគ្រាប់បាល់ទី4បាទគឺបញ្ចប់ត្រឹម3គ្រាប់នេះបាទដែលប្រកាសរីស្វ័យរៀងបានយកឈ្នះបាទទៅលើ Geylang International ដោយលទ្ធផល2-1